សជាតិអាហារសម្រន់ប្លែកគឺនំប៉ោងប្រហិតឆឹងរសជាតិផ្អែមប្រៃហើយឬនៅដូច្នេះបើសិនជានៅថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅមើលអាហារសម្រន់ដែលកំពុងតែពេញនិយមនេះទាំងអស់គ្នាដំបូងគេយកប្រហិតមកបំពងរួចយកទៅឆឹងជាមួយនឹងទឹកសៀងលាយនឹងម្ទេសឆាបន្តិចវះនំប៉ោងញាត់ប្រហិតដែលឆឹងរួចយកទៅទ្របសាឡាត់ដាក់ទឹកសៀងទឹកម្ទេសថែមបន្តិចនេះជាអាហារសម្រន់ដែលទើបនឹងមានវត្តមានហើយកំពុងតែពេញនិយមចំណែកឯតម្លៃក៏សមរម្យមានជម្រើសមួយ 3000 រៀលនិងមួយទៀត 5000 រៀលព្រមទាំងមានសេវាដឹកជញ្ជូនដល់កន្លែងទៀតផងនៅក្នុងមួយថ្ងៃអាហារលក់តាមការកម្មង់ទិញតាមទូរស័ព្ទដៃខាងលើនេះមានអតិថិជនកម្មង់ទិញនៅក្នុងមួយថ្ងៃចន្លោះពី200ទៅដល់500នំអតិថិជនភាគច្រើនជាសិស្សនិស្សិតនិងបុគ្គលិកក្រុមហ៊ុនឯកជននំប៉ោងប្រហិតឆឹងនេះមិនត្រឹមតែមានអ្នកកម្មង់ទិញយកទៅញ៉ាំជាអាហារសម្រន់ប៉ុណ្ណោះទេអតិថិជនខ្លះបានកម្មង់ទិញអាហារសម្រន់នេះក៏ត្រូវបានគេកម្មង់យកទៅរៀបនៅក្នុងពិធីទទួលភ្ញៀវនានានិងសម្រាប់ដំណើរកម្សាន្តផងដែរបើតាមម្ចាស់ហាង Street Food KH កញ្ញាទាសុគតបានប្រាប់ថាលក្ខណៈពិសេសដែលអាចទាក់ទាញភ្ញៀវគឺទី1មានសិប្បកម្មផលិតប្រហិតខ្លួនឯងផ្ទាល់ហើយប្រហិតដែលផលិតនោះមានដាក់ម្រេចកំពតទី2នំប៉ោងមានទឹកដោះគោនិងល្ងច្រើនមានរសជាតិផ្អែមហើយចំណុចពិសេសទី3គឺទឹកសៀងមានរសជាតិផ្អែមហើយនៅពេលដែលយើងឆឹងជាមួយនឹងប្រហិតដែលមានរសជាតិប្រៃបន្តិចនោះវានឹងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់មួយកម្រិតទៀតសម្រាប់ប្រហិតឆឹងនំប៉ោងវិញខាងទី1ខាងពួកខ្ញុំមានសិប្បកម្មផាត់សាច់គោផ្ទាល់អញ្ចឹងផាត់សាច់គោខាងពួកខ្ញុំមានដាក់ម្រេចនៅក្នុងនោះដែរជាម្រេចពតតែម្ដងចាហើយជាមួយនឹងសាច់ការជ្រើសរើសទាំងចង្វាក់ផលិតកម្មទាំងអនាម័យទាំងរសជាតិអីចឹងណាគ្រឿងផ្សំហ្នឹងគឺខាងពួកខ្ញុំមានសិប្បកម្មផ្ទាល់អញ្ចឹងសាច់គោខាងពួកខ្ញុំមានរសជាតិប្រៃតិចវាប្រៃតិចដោយសារតែនំប៉ោងខាងពួកខ្ញុំផ្អែមអញ្ចឹងជាក់ស្ដែងរសជាតិនំប៉ោងខាងពួកខ្ញុំហ្នឹងផ្អែមហើយជាមួយនឹងសាច់គោយ៉ាងប្រៃតិចទៅវាស៊ីគ្នាហើយទឹកសៀងខាងពួកខ្ញុំមានលក្ខណៈយ៉ាងផ្អែមអញ្ចឹងពេលដែលឆឹងទៅអាចធ្វើសាច់គោនោះវាចូលជាតិកាត់ហើយជាតិប្រៃសម្រាប់ប្រិមិត្តដែលចង់ភ្លក់អាហារសម្រន់ថ្មីនេះអាចវាយពាក្យ Street Food KH នៅក្នុង Facebook នោះអ្នកនឹងឃើញលេខទំនាក់ទំនងសម្រាប់ការកម្មង់ទិញស្រាប់